ចម្រៀងរាំវង់សារ៉ាវ៉ាន់ពីរស់រងំអមជាមួយកំឡោះក្រមុំជាច្រើនគូឡើងរាំស្របនឹងសូរទះដៃបន្តយ៉ាងពីរោះតាមចង្វាក់ភ្លេងគួរឲ្យគយគុនក្រៃខ្ញុំក៏បានឡើងរាំដែរជាមួយស្រស់ធីតាស្រីដែលមិនដែលស្គាល់គ្នាតតែសោះតែនេះក៏ដូចជាការដែលនាងនិយាយគឺជាការសុំស្គាល់គ្នាដំបូងចម្រៀងចប់ហើយប៉ុន្តែពិធីមិនទាន់ចប់ទេខ្ញុំមិនបាននៅទីនោះទៀតទេព្រោះតែមិនចូលចិត្តនៅភាពអ៊ូអរហើយគោលបំណងដែលមកបននេះគឺត្រឹមតែចង់មើលទិដ្ឋភាពនាពេលរាត្រីតែប៉ុណ្ណោះមុននឹងខ្ញុំចាកចេញទៅក៏បាននិយាយទៅកាន់ប្អូនស្រីដែរថាខ្ញុំមិនបាននៅកំដរនាងរាំទេបើនាងចង់រាំនាងអាចរកនៅគូថ្មីបានព្រោះរូបសម្បត្តិការតបតែងខ្លួនហើយនៅមានភក់ប្រឡាក់ទៀតគឺវាមិនស័ក្តិសមនឹងរាំជាមួយនាងទេនិយាយចប់នាងបានត្រឹមតែញញឹមតិចៗមករកខ្ញុំប៉ុណ្ណោះរួចក៏គេចបាត់ទៅទាំងមិននិយាយស្ដីអ្វីសោះនៅខាងកើតវត្តមិនឆ្ងាយប៉ុន្មានរូបខ្ញុំបានចាំយ៉ាងច្បាស់នៅអនុស្សាវរីយ៍ជាច្រើនជាមួយដួងច័ន្ទបរមីស្រីបណ្ដូលដែលឃ្លាតទៅឆ្ងាយសល់តែពាក្យសន្យាដែលចារក្រោមដើមពោធិ៍ទីនេះពេលយប់សម្រាប់អ្នកផ្សេងប្រកាសណាស់ថាពួកគេនឹងខ្លាចមិនហ៊ានដើរក្បែរឡើយត្បិតដើមនេះធំណាស់ដុះជាប់មាត់ស្រះឈូកដ៏សែនត្រជាក់រហឹមមានតែពន្លឺចានបំភ្លឺនិងភ្លើងគប់ខ្លាញ់ត្រីមួយប៉ុណ្ណោះដែលកំដរនៅទីនេះខ្យល់បក់មកពីទិសជើងរហៀករហៀកប៉ះស្លឹកពោធិ៍សូរស្រាវស្រាវត្រជាក់អស់កាយខ្ញុំអង្គុយពីក្រោមដើមក្បែរពាក្យសន្យាដែលបានធ្លាប់ឆ្លាក់ដោយកំបិតតូចមើលទៅនៅល្អស្រស់ហាក់ដូចថ្មីសំនៀងខ្លុយបត់ស្រណោះដែលចេញពីមាត់របស់ខ្ញុំបង្កប់ទៅដោយទុក្ខសោកនៃការរងចាំហើយនឹងក្តីរលឹកខ្ញុំចង់ផ្លុំវាឲ្យចេញពីទ្រូងទៅតាមសំនៀងនេះណាស់តែទោះខំប្រឹងផ្លុំយ៉ាងណាក៏នៅតែនឹកដល់រូបនាងតួសម្លឹងមើលទៅទឹកដែលចាំងដោយពន្លឺច័ន្ទក៏ហាក់ដូចជាឃើញមុខនាងនៅជិតបង្កាយតើស្មើនេះពេលនេះនាងកំពុងតែធ្វើអ្វីនាងបាននឹកខ្ញុំដូចខ្ញុំនឹកនាងដែរឬទេកំពុងតែបណ្ដែតអារម្មណ៍ផ្លុំនៅខ្លុយមនោសញ្ចេតនាដែលមានក៏ស្រាប់តែដៃដ៏ទន់មួយបានមកប៉ះខ្ញុំពេលក្រោយធ្វើឲ្យខ្ញុំភ្ញាក់ព្រឺតបែរសម្លឹងទៅយ៉ាងលឿនក៏ប្រទះភ័ក្រដ៏ផូរផង់មួយបង្ហាញនៅជិតបង្កាយធ្វើឲ្យខ្ញុំស្ទុះក្រោកថយអស់ទំហឹងនាងញញឹមយ៉ាងស្រស់មកកាន់ខ្ញុំនិយាយតិចបងផ្លុំខ្លុយពីរោះណាស់ប្អូនហាក់ដូចបានធ្លាប់ឮនៅបទនេះកាលពីមុនតែក៏ភ្លេចបាត់ទៅដល់ពេលឮម្ដងទៀតក៏បណ្ដាលឲ្យចិត្តមួយនេះនាំមកដល់ទីកន្លែងដ៏សែនស្អាតពោរពេញទៅដោយបទុមផ្កាដែលជាទីប្រាថ្នារបស់ប្អូនពិតជាអរគុណបងណាស់ខ្ញុំហាក់អស់អ្វីនិយាយខំសម្រួលអារម្មណ៍ភ័យមកវិញកុំឲ្យនាងចាប់បានថាខ្លាចងងឹតណាស់ហេតុអ្វីបានជាហ៊ានមកមិនខ្លាចទេឬនាងមិនមើលមុខខ្ញុំទេតែភ្នែកសម្លឹងទៅរកចម្លាក់ឈ្មោះ
ហើយក៏ទៅអង្គុយក្បែរនោះយ៉ាងយូរទើបនាងតបមានបងនៅទីនេះហើយរឿងអ្វីត្រូវឲ្យប្អូនខ្លាចតើបងឈ្មោះភក្តីសម្បត្តិមែនទេខ្ញុំងក់ក្បាលត្បិតដឹងហើយថាប្រកែកមិនបានព្រោះឈ្មោះខ្ញុំវាផុសនៅកណ្ដាលមុខនាងទៅហើយកល្យាណីយកដៃទៅអង្អែលឈ្មោះតិចតិចបែរភ័ក្រញញឹមផ្កាត្រកួនដាក់ខ្ញុំមើលទៅនាងស្រដៀងណាស់នឹងបរមីតែប្លែកតែចរិតលក្ខណៈខុសគ្នាដូចមេឃនឹងដីឬក៏មកពីអារម្មណ៍នៃខ្ញុំគិតដល់នាងពេកនាងនិយាយបន្តមើលទៅឈ្មោះបងស្រីគាត់ប្រកាសជាស្អាតណាស់ហើយសមនឹងបងប្រុសណាស់និយាយចប់ក៏ស្រាប់តែឮនៅសំឡេងរទេះមួយបំបល់មកពីឆ្ងាយយ៉ាងលឺជាមួយនឹងភ្លើងពិលសូវៀតថ្មធំធំដាក់ជាប់សងខាងធីតាតូចសម្លឹងមកខ្ញុំយ៉ាងស្រទន់ហាក់ដូចជាការសម្លឹងចុងក្រោយទាំងដែលខ្ញុំកំពុងតែស្រឡាំងកាំងមែនហើយគឺរទេះរបស់នាងនេះហើយដែលសាយភក់មកលើខ្ញុំបំរុងតែនិយាយក៏ស្រាប់តែនាងកាត់សម្ដីខ្ញុំពិតជាសុំទោសបងប្រុសណាស់ដែលធ្វើឲ្យបងប្រឡាក់តែអ្នកបំបោលសេះដែលមិនដឹងទិសផ្លូវនោះត្រូវបានលោកពុកខ្ញុំបញ្ឈប់គេហើយសូមបងកុំប្រកាន់ទៀតអីសង្ឃឹមថាប្អូននឹងបានជួបបងម្ដងទៀតខ្ញុំឈ្មោះចន្ទ្រានិយាយចប់នាងក៏ឡើងទៅរទេះបាត់បន្សល់នៅតែក្លិនក្រអូបសាយនៃផ្កាណាគ្រីនិងបទុមផ្កាឈូកដែលហោះហើរមកតាមខ្យល់បន្ទាប់ពីរទេះចេញទៅសល់តែស្រមោលតិចលិចបាត់ផុតទៅនៅទីដែនដ៏សែនឆ្ងាយវាហាក់ដូចជាការស្រមៃអញ្ចឹងព្រះច័ន្ទក៏បានរះទៅឆ្ងាយហើយដែរផ្ទៃលោកនេះក៏ហាក់ស្ងប់ស្ងាត់ទៅតាមជំនោររាត្រីកាលខ្ញុំក៏បានត្រឡប់ទៅរទេះគោវិញហើយក៏បន្តចាកចេញពីទីនេះទៅឆ្ពោះទៅផ្លូវដ៏សែនងងឹតមានតែពន្លឺភ្លើងគប់ចងជាប់រទេះកំដរដោយសំឡេងត្រដៅគោនិងសំឡេងផ្លូវរទេះលាន់រប៉េះរប៉ោះងើតងតទៅតាមវ័យចាស់ជរានៃរទេះបុរាណដំណើរថ្ងៃថ្មីរះមកពីកើតពណ៌មាសតែហាក់ស្រពាប់ស្រពន់បន្តិចត្បិតផ្សែងអាប់បានមកបិទបាំងពន្លឺសំឡេងម៉ាស៊ីនទូកលឺលាន់រដឹកពីក្រោយនេះក៏ព្រោះតែខ្ញុំកំពុងតែដឹកនៅស្រូវពូជផ្កាម្លិះទៅឲ្យគេនៅឯដែនមួយដ៏សែនឆ្ងាយដោយធ្វើដំណើរចេញតាំងពីម៉ោង 5 ទៀបភ្លឺមកម្ល៉េះតែពេលនេះប្រហែលបានត្រឹមពាក់កណ្ដាលផ្លូវប៉ុណ្ណោះនោះទេតាមផ្លូវទិដ្ឋភាពនៃច្រាំងទាំងសងហាក់បីដូចផ្ទាំងគំនូរដែលគូរដោយវិចិត្រករឯកលម្អទៅដោយផ្ការយពាន់ដុះក្រអូបឈ្ងុយសឹងតែមិនផុតច្រមុះផ្ទៃទន្លេអើយឯងពិតជាសំណាងណាស់ដែលមានបុប្ផាដុះចិត្តគៀកកាយហើយថែមបានថ្នមថែដោយម្ចាស់ផ្កាយ៉ាងស្និទ្ធស្នាល
ជារៀងរាល់ពេលដែលគេចុះមកដងទឹកយកទៅស្រោចមើលចុះសម្រស់នៃបុប្ផាដងស្ទឹងកំពុងតែឈរនៅលើស្ពានតូចៗពិតមិនខុសពីធីតាសួរឡើយតែពួកខ្ញុំដែលត្រឹមតែជាអ្នកស្រែចម្ការមិនអាចមានភ័ព្វឡើយបានត្រឹមតែសម្លឹងក៏ហាក់សំណាងណាស់ទៅហើយត្បិតអ្នកភូមិខ្ញុំនរណាក៏ដឹងដែរថាអ្នកភូមិដែលរស់នៅបណ្ដោយស្ទឹងនេះសុទ្ធតែអ្នកមានជីវភាពធូរធារនិយាយឲ្យចំទៅគឺជាអ្នកមានទ្រព្យខុសពីពួកខ្ញុំដែលមានត្រឹមតែស្រែចម្ការធ្វើគ្មាននរណាគេចង់ឲ្យកូនគេមកលំបាកជាមួយយើងទេថ្ងៃភ្លឺច្បាស់ហើយមាន់រងាវមួយក៏នៅតែមានបើបានឃើញផ្ទាល់ផ្ទៃភូមិនេះក៏មិនស្រស់ស្អាតប៉ុន្មានជាងភូមិខ្ញុំដែរគ្រាន់តែគេមានផ្កាចម្រុះពណ៌ខុសពីភូមិខ្ញុំដែលសម្បូរទៅដោយផ្កាម្លិះជិះមកដល់ត្រឹមនេះមិត្តខ្ញុំឈ្មោះជាងយន្តបានបញ្ជាឲ្យសារ៉ាត់បំបែទូកទៅឆ្វេងកាត់នៅផ្ទៃទឹកដ៏សែនថ្លាយងឆ្លុះដល់បាតភក់ដែលនេះគឺជាដៃប្រឡាយធំល្មមមួយដែលអាចឲ្យទូកដឹកអីវ៉ាន់ចូលបានមើលទៅខាងក្នុងប្រហែលជាភូមិគ្រឹះមួយហើយតែទូកខំប្រឹងមើលយ៉ាងណាក៏មិនឃើញដែរត្បិតអីបុប្ផាព្រៃហើយនឹងដើមឈើធំបានបាំងជុំចិត្តត្រឹមតែឃើញដំបូលបន្តិចដែលអាចឲ្យយើងកាត់យល់បានថាជាផ្ទះបុរាណទម្រង់មុខដាច់យ៉ាងស្រស់តាមផ្លូវចូលទៅពួកយើងមិនអាចឃើញនៅផ្ទៃមេឃបានទេក៏ព្រោះតែមានដំបូលជាផ្កាក្រដាសរាប់ពាន់ដើមដុះព័ទ្ធពីលើទៅតាមឫស្សីដែលគេបានចងពុតកោងជាដំបូលយ៉ាងល្អឯកសំឡេងសារិកាយំសំឡេងសត្វសេកស្រែកមើលទៅទីនេះហាក់ដូចជាឋានសួគ៌របស់ពួកវាទៅហើយខ្ញុំចុះពីទូកដើរទៅតាមផ្លូវក្បែរមាត់ទឹកមើលទៅផ្កាចម្រុះពណ៌ដែលដុះល្អស្រស់រីកស្គុះស្គាយត្បិតស្រូវដែលលើកចុះមកគឺមានអ្នករក្សាផ្ទះនេះគេរៀបចំហើយផុតពីនេះបន្តិចក៏ដល់នៅវាលស្មៅដ៏សែនធំដែលរំលេចទៅដោយពន្លឺតិចចាំងពព្រិចពព្រឹមតាមចុងខៀវខ្ចីដោយទឹកសន្សើមខ្យល់ជំនោរបក់មកពីទិសកើតនាំយកក្លិនក្រអូបនៃផ្កាមាត់ទឹកដោយបក់យ៉ាងស្រទន់ខ្លួនខ្ញុំពេលនេះហាក់បីដូចនៅក្នុងដែនវេទមន្តនៃធម្មជាតិដ៏អស្ចារ្យមើលទៅដើមរុក្ខជាតិដែលខំតស៊ូលូតលាស់មើលទៅសន្សើមដែលខំទប់ខ្លួនពីកម្ដៅថ្ងៃមើលទៅបក្សាបក្សីកំពុងស្វែងរកចំណីដើម្បីរស់ខណៈនោះស្រាប់តែមានក្លិនមួយក្រអូបប្លែកដាច់ឆ្ងាយពីផ្កានានាដែលខ្ញុំធ្លាប់បានស្រង់ក្លិននេះហាក់ស្រាលស្រទន់ណាស់បីដូចក្លិនផ្កាណាគ្រីនាពេលយប់ស្រស់ដូចផ្ការំចេកនាពេលល្ងាចក្រអូបណាស់ប្លែកចិន្តាខ្ញុំសម្លឹងមើលទៅគ្រប់ទិសដើម្បីចង់ដឹងថាជាក្លិនអ្វីតែហាក់គ្មានប្រទះសោះនៅបុប្ផាចម្លែកនោះអស់សង្ឃឹមខ្ញុំក៏ដើរចេញទៅត្រឡប់មកក្រោយវិញដើម្បីឡើងទូកនិងគិតប្រាក់ហើយត្រឡប់មកផ្ទះក៏ស្រាប់តែមានសំឡេងមួយយ៉ាងស្រទន់ហៅមកខ្ញុំថាបងសម្បត្តិឬខ្ញុំងាកទៅយ៉ាងលឿនក៏ប្រទះភ្នែកទៅឃើញចន្ទ្រានាងកំពុងតែឈរនៅក្បែរមាត់ប្រឡាយទោះយប់នោះខ្ញុំមិនសូវចាំរូបរាងនាងតែសំឡេងស្រទន់មួយនេះហាក់នៅជាប់ត្រចៀកនៅឡើយ